បន្ទាប់មកទៀតគាត់អាចមានសមត្ថភាពនិយាយនឹងប្រាប់យើងពីភាសាអង់គ្លេសនិងភាសាចិននៅឧបករណ៍ឬមួយក៏ផ្លែឈើដែលនៅជុំវិញគាត់ជំរាបសួរនាងខ្ញុំឈ្មោះធាមបុណ្ណរីជាអាណាព្យាបាលសិស្សឈ្មោះប៊ុនធឿនលីនបញ្ញរងថ្ងៃគាត់សិក្សានៅថ្នាក់ K3 នៃសាលាអន្តរជាតិ KCE ហើយកត្តាដែលខ្ញុំសម្រេចចិត្តថានឹងដាក់កូនឲ្យរៀននៅទីនេះដែរដំបូងពួកខ្ញុំបានដឹងថាសាលាមានផ្ដល់ជូនកម្មវិធីសិក្សា3ភាសាបន្ទាប់មកទៀតខ្ញុំក៏បានស៊ើបសួរមិត្តភ័ក្តិដែលគាត់មានកូនរៀននៅទីនេះស្រាប់ឃើញថាការថែទាំនិងការមើលថែពីខាងអ្នកគ្រូបានល្អអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តដាក់កូនឲ្យនៅរៀននៅទីនេះសម្រាប់ខ្ញុំកម្មវិធីសិក្សាដែលសាលារៀបចំខ្ញុំពេញចិត្តមែនតើដោយសារតែក្រៅពីកម្មវិធីស្តង់ដារ3ភាសាដែលមានស្របតាមស្តង់ដារ3ភាសាហ្នឹងយើងមានបន្ថែមកម្មវិធីផ្សេងៗទៀតដូចជាមានការ៉ាតេមានម៉ោងបណ្ណាល័យនិងឲ្យអូនចូលរួមសកម្មភាពប្រកួតប្រជែងផ្សេងទៀតដែលខ្ញុំគិតថាកូនតំតែរៀន K3 ទេប៉ុន្តែគាត់អាចចូលរួមក្នុងសកម្មភាពប្រកួតប្រជែងធ្វើឲ្យគាត់មានភាពក្លាហានជាងមុនក្រៅពីហ្នឹងទៀតក៏មានម៉ោងតន្ត្រីផ្សេងទៀតអញ្ចឹងខ្ញុំគិតថាអូនគាត់អាចយល់ដឹងច្រើនពីសកម្មភាពផ្សេងក្រៅពីម៉ោងសិក្សាសម្រាប់កូនខ្ញុំរយៈពេល6ខែកន្លងមកនេះខ្ញុំគិតថាគាត់ផ្លាស់ប្ដូរច្រើនចំពោះខ្ញុំជាអាណាព្យាបាលដោយកន្លងមកខ្ញុំអត់ដែរឃើញបែបហ្នឹងណាទី1គឺការរៀបចំឯករាជ្យទៅលើសម្ភារៈខ្លួនឯងដូចជាការដាក់សម្លៀកជើងដាក់កាតាបនិងសម្ភារៈផ្ទាល់ខ្លួននៅផ្ទះហ្នឹងសូម្បីតែរបស់លេងគាត់ហ្នឹងគាត់ចេះដាក់តាមទីតាំងដែលគាត់យកមកអញ្ចឹងកន្លែងហ្នឹងឲ្យឃើញមានភាពចាស់ទុំជាងមុនបន្ទាប់មកទៀតគាត់អាចមានសមត្ថភាពនិយាយនឹងប្រាប់យើងពីភាសាអង់គ្លេសនិងភាសាចិននៅឧបករណ៍ឬមួយក៏ផ្លែឈើដែលនៅជុំវិញគាត់អញ្ចឹងខ្ញុំសប្បាយចិត្តមែនតើគាត់មានការរីកចម្រើនផ្នែកសិក្សាផងដែរហើយមួយដែលខ្ញុំឃើញល្អមែនតើហ្នឹងគឺសាលាមានផ្ដល់ជូនសភៅមួយសប្តាហ៍ដូចជាមួយដងទៅពីរដងត្រឡប់ឲ្យអូនរៀនអានសភៅរឿងនិទានណាអញ្ចឹងកន្លែងហ្នឹងដែរធ្វើឲ្យកូនខ្ញុំគាត់មានអារម្មណ៍ចង់ចូលចិត្តអានហើយគាត់ទៅបណ្ណាល័យអីចឹងគាត់ទីយើងទិញសភៅអញ្ចឹងការបណ្ដុះការអានមួយនេះខ្ញុំគិតថាពេលអូនធំទៅគាត់នឹងចូលចិត្តអានអូតូម៉ាទិកហ្មងសម្រាប់ខ្ញុំសូមណែនាំសាលាអន្តរជាតិ KCE ទៅកាន់ប៉ាម៉ាក់ក៏ដូចជាអាណាព្យាបាលផ្សេងទៀតដែរដូចជាខ្ញុំបានពីមុនខ្ញុំគ្រាន់តែឮតាមបងប្អូនឬក៏មិត្តភ័ក្តិប៉ុន្តែពេលដែលខ្ញុំបានដាក់អូនចូលរៀនខ្លួនឯងផ្ទាល់ខ្ញុំឃើញថាមានការយកចិត្តទុកដាក់មែនដូចអ្វីដែលយើងបានឮនិងបានឃើញដែរអញ្ចឹងប៉ាម៉ាក់អាចទុកចិត្តបានសាកល្បងដាក់អូនឲ្យចូលរៀននៅទីនេះដោយកូនខ្ញុំដែរអរគុណ